market trend ថាតើ market trend គឺជាអីហើយបើអ្នកត្រូវតែថ្មីគួរតែចេះគួរតែដឹងពីវានេះគឺជាមេរៀនទី1ថ្ងៃទី1នៃខ្សែស្រឡាយ IT concept ដែលគ្នាយើងគួរតែចេះគួរតែដឹងហើយក្នុងករណីថាគ្នាយើងចង់តាមដានតជាមួយនឹងមេរៀនដែលខ្ញុំបានធ្វើនៅក្នុង channel YouTube ឬក៏ Facebook របស់ខ្ញុំនេះគ្នាកុំភ្លេចទៅការចុច like subscribe ផងដើម្បីតាមដានឲ្យបានមុនគេព្រោះដោយសារបើសិនជាក្នុងករណីគ្នាយើងមើលតែវីដេអូនេះហើយអត់ subscribe ទេវីដេអូមេរៀនក្រោយៗគ្នាអាចនឹង miss out ហើយ Order filled បើសិនក្នុងករណីថាគ្នាយើងចង់បើក account ត្រូវចាប់ពីដើមពីឡើងគ្នាអាចទៅការ check នៅក្នុង description បានដែលខ្ញុំបានដាក់ link បង្កើតជាមួយនឹង link របៀបនៃការបង្កើតដកលុយផ្សេងៗគ្នាអាចទៅការ check មើលបានអញ្ចឹងកុំឲ្យខាតពេលយើងចូលបង្កើតមេរៀនរបស់យើងទាំងអស់គ្នាទៅតងជាមួយនឹង market trend អញ្ចឹងដើម្បីយើងអាចយល់ទៅតងជាមួយលំហូរទីផ្សារបានយើងត្រូវដឹងទៅតងជាមួយនឹង trend ទាំង3នេះដែល trend ទាំង3នៅក្នុងទីផ្សារគឺមានដូចជាគេខ្លះអញ្ចឹងទៅជាមួយនឹង trend ទី1គឺជា up trend sideways ឬក៏យើងហៅថាជា consolidation ហើយមួយទៀតគឺជា down trend អញ្ចឹងទៅជាមួយនឹង trend ទាំង3នេះគឺមានតែ2 trend ដែលយើងអាច trade បានហើយ2 trend ដែលយើងអាច trade បាននោះគឺតកតងជាមួយនឹង up trend ហើយនឹង down trend តកតងជាមួយនឹង sideways ឬក៏ consolidation គឺយើងអាច trade បានទេហេតុអីគឺដោយសារតែវាអត់មានជាមួយនឹង direction ច្បាស់លាស់ធ្វើម៉េចបើយើងអាចសម្គាល់តកតងជាមួយនឹងលំហូរ up trend ឬក៏លំហូរ down trend ឬក៏លំហូរ sideways បានចឹងតកតងជាមួយនឹង up trend គឺវាងាយស្រួលក្នុងការសម្គាល់ទេគឺយើងគ្រាន់តែមើលទៅលើលំហូរទីផ្សារបើសិនជាក្នុងគេថា candlestick វាមានការងើបឡើងឬក៏តម្លៃទីផ្សារវា rise ឡើងទៅលើអានោះហើយគឺជា up trend ម៉េចតម្លៃទីផ្សារវាឡើងគឺ up trend ដូចមាសឡើងពីតម្លៃ 5000 គត់ឡើងដល់តម្លៃ 5500 គឺយើងហៅវាថាជា up trend ដែរព្រោះថាលំហូរទីផ្សារគឺវាឡើងថ្លៃក៏ប៉ុន្តែបើសិនជាក្នុងគេថាតម្លៃទីផ្សារមាសគឺវារក្សាតម្លៃក្នុងចន្លោះរវាង5100 ហើយតម្លៃ 5000 គត់វា sideways រក្សាតម្លៃរបស់វានៅក្នុងនោះគឺយើងហៅវាថាជាទម្រង់ sideways ឬក៏ consolidation ចឹងឲ្យថាតម្លៃមាសវារក្សាតម្លៃរបស់វានៅតម្លៃណាមួយវាតម្លៃថេរក្នុងរយៈពេលមួយអាទិត្យឬក៏មួយខែហើយតម្លៃរបស់វានៅថេរអញ្ចឹងណាគឺយើងហៅវាថាជា sideways ឬក៏ consolidation ក៏ប៉ុន្តែបើសិនក្នុងគេថាតម្លៃទីផ្សារវាចុះពី 5500 ឆោតរហូតដល់តម្លៃ 4000 គត់ឬក៏ 5000 គត់អាហ្នឹងគឺយើងហៅវាថាជាទម្រង់ down trend ដែលតម្លៃរបស់វាគឺបានចុះពី 5000ជាងរហូតដល់តម្លៃ 4000 ជាងអាហ្នឹងហើយគឺជាតម្លៃដែលទីផ្សារចុះគឺយើងហៅវាថាជា down trend អញ្ចឹងតទៅជាមួយនេះបើសិនជាក្នុងករណីថាគ្នាយើងឃើញតម្លៃទីផ្សារវារក្សាតម្លៃថេរវាលក្ខណៈថាយើងយូរគួរសមហើយតម្លៃទីផ្សារវាអត់ច្បាស់លាស់ direction អត់ច្បាស់លាស់គ្នាអត់គួរ trade ទេដោយសារតែក្នុងករណីនេះគឺយើងមាន have power ច្រើនតទៅជាមួយ direction ទីផ្សារគឺអត់ច្បាស់លាស់ផ្សារវាងាយក្នុងការ manipulate បែរថាផ្សារវាងាយក្នុងការចោទទៅយកជាមួយនឹង stop loss របស់យើងដែលយើងលក្ខណៈ trade យើង play stop loss របស់យើងគឺវាងាយក្នុងការស៊ីជាមួយនឹង stop loss ក៏ប៉ុន្តែបើសិនក្នុងករណីថាតម្លៃទីផ្សារវា up trend យើងហៅកន្លែង buy ចឹងតើតងជាមួយនឹងការដែលយើង trade គឺវាមានឱកាសក្នុងការចំណេញខ្ពស់ដោយសារតែយើង trade ត្រូវតាម flow របស់វាហើយបើសិនជាក្នុងករណីថាតម្លៃទីផ្សារវាចុះឬក៏ down trend យើងហៅកន្លែង sell គឺយើងអាចមានឱកាសក្នុងការ take profit បានច្រើនព្រោះដោយសារអីគឺយើង sell នៅក្នុងអំណងពេលដែលទីផ្សារមាសវាចុះយើងត្រូវទៅតាម flow របស់វាក៏ប៉ុន្តែយើងចេះប៉ុណ្ណេះគឺអត់តគ្រប់គ្រាន់ទេគឺនៅមានចំណុចមួយទៀតនៃ market trend នោះគឺ swing ចិត្តទៅជាមួយនឹងការមើលទៅលើ direction ទីផ្សារគឺយើងត្រូវយល់ច្បាស់ទៅតជាមួយនឹង swing ព្រោះដោយសារបើសិនយើងអត់យល់ពី swing ទេគឺយើងអាចរៀនទៅជាមួយនឹង market structure បានទេហើយយើងក៏អាចយល់ទៅជាមួយនឹងលំហូរទីផ្សារឬក៏ trend ហ្នឹងគឺបានកាន់តែច្បាស់ដែរចិត្តទៅជាមួយនឹង swing គឺយើងអាច apply ឬក៏យើងអាចយល់ពីវាបានតែសម្រាប់ up trend ហើយ down trend ទេចិត្តទៅជាមួយនឹង swing ដែរឥឡូវយើងមើលទៅលើលំហូរ up trend ដូចគ្នាបានឃើញចឹងនេះគឺជាលំហូរ up trend ចិត្តទៅជាមួយនឹង swing ថាតើ swing គឺជាអី swing វាបានដូចជាលំយោលដែលគ្នាយើងតែលើគេនិយាយថាពីថា swing មក swing ពី swing អាហ្នឹងគឺបានថាជាលំយោលឥឡូវខ្ញុំឧទាហរណ៍មួយខ្ញុំឧទាហរណ៍ជាមួយនឹងគេហៅថាដូចតោងតោងយល់ដែលយើងជិះពីក្មេងយើងអង្គុយចឹងហើយយើងទាញវាទៅក្រោយបន្ទាប់មកយើងប្រឡែងវាទៅមុខអាហ្នឹងគេហៅថាតោងយល់ចឹងឥឡូវឧទាហរណ៍ថាបើសិនជាក្នុងករណីថាយើងទាញតោងហ្នឹងមកដល់កន្លែងនេះយើងដល់នេះហើយយើងប្រឡែងចឹងដល់ពេលដែលយើងប្រឡែងវាប្រកាសទៅមុខអីទេអត់ចឹងដល់ពេលដែលវាទៅមុខគឺវាទៅរហូតដល់ពេលមួយដែលវាលែងទៅមុខគឺវាឈប់ដំណឹងហើយបកក្រោយមកវិញអាហ្នឹងហើយគឺជា swing ភាពបានដូចជាចន្លោះរវាងដែលយើងចាប់ទាញវាបន្ទាប់មកយើងប្រឡែងវារហូតដល់ទីបញ្ចប់របស់វាបានថានេះគឺជាការរត់របស់វានេះមក swing របស់វានេះអាហ្នឹងគេហៅថា swing ហើយចេះទៅជាមួយលំហូរទីផ្សារគឺវាដូចគ្នាដែរបើសិនបើក្នុងករណីថាតម្លៃទីផ្សារគឺវាចាប់ដើមឡើងពីខាងក្រោមនេះទៅឡើងរហូតដល់លើមួយដែលវាឡើងដល់ចំណុចមួយហើយបន្ទាប់មកវាឡើងទៅទៀតណាវាចាប់ដើមបាក់កមកក្រោមវិញអានេះហើយគឺជា swing នេះកន្លែងខ្ញុំគូវងនេះគឺជា swing បានថាមក swing ប្រើវាលំហូរ up trend លំហូរ down trend គឺយើងអាចប្រើពាក្យតែមួយបានគឺ swing នៅពេលដែលទីផ្សារវាចាប់ដើមឡើងពីចំណុចបាតឬក៏បតុមនៃតម្លៃទីផ្សារណាមួយបន្ទាប់មកវាឡើងទៅថ្លៃដល់ចំណុចមួយដែលខ្ពស់ហើយវាប្រឈប់នៃការឡើងរបស់វាគឺវាអស់កម្លាំងឡើងហើយវាបែរជាបាក់កមកក្រោមវិញអញ្ចឹងកន្លែងនេះគឺជា swing low គឺជា low លក្ខណៈថាជា low នៃការចាប់ផ្ដើមនៃតម្លៃទីផ្សារវាឡើងទៅលើបន្ទាប់មក swing high
គឺជាកន្លែងដែលបញ្ចប់ការឡើងចាំមកច្បាស់តើតជាមួយ swing high គឺជាកន្លែងបញ្ចប់ការឡើងហើយវាចាប់ផ្ដើមជាមួយនឹង swing ថ្មីអញ្ចឹងទៅមើលទៅទៀតថាតើ swing ថ្មីហ្នឹងគឺជាអីគេគ្នានឹងយល់អញ្ចឹងឥឡូវនេះខ្ញុំសង្ឃឹមថាគ្នាយើងយល់តទៅជាមួយនឹងមួយ swing អញ្ចឹងឧទាហរណ៍ថាពេលដែលវាបង្កើតជា swing high ហើយឬក៏វាបញ្ចប់លំហូរឡើងហើយគឺវានឹងបង្កើតជាមួយនឹង swing មួយទៀតដែលជា swing ចុះម្ដងអញ្ចឹងតើកាលណាឥឡូវឧទាហរណ៍យើងយកតងដដែលយើងយកតងពីកន្លែងនេះយើងប្រឡែងវាទៅមុខវាបញ្ចប់ការទៅមុខអីថាចឹងគឺវានឹងបកក្រោយវិញហើយវាបកក្រោយរហូតដល់កន្លែងណាមួយឥឡូវឧទាហរណ៍ថាវាចាប់ដើមពីកន្លែងនេះម្ដងវាបកក្រោយមកដល់នេះវិញចឹងកន្លែងនេះគឺជាការបញ្ចប់ផា swing របស់វាម្ដងនេះគឺមក swing របស់វាវិញចឹងកន្លែងនេះគឺតកតងជាមួយនឹង swing high នេះចឹងដល់ពេលវាឡើងដល់ចំណុច high ឬក៏ចំណុចខ្ពស់របស់វាគឺវាបញ្ចប់ជាមួយនឹងការឡើងវាបែរជាបាក់កមកក្រោមវិញចឹងដល់ពេលដែលវាចុះរហូតដល់តម្លៃមួយដែលវាលក្ខណៈថាលែងចុះទៅទៀតហើយចឹងវាដល់តាមនេះគឺវាប្រឈប់បន្ទាប់មកគឺវាបែរជាឡើងទៅវិញចឹងបែរថាតម្លៃទីផ្សារគឺបានបង្កើតជាមួយនឹង swing ថ្មីចឹងដល់ពេលវាបង្កើតជាមួយនឹង swing ថ្មីតម្លៃទីផ្សាររបស់វាគឺយើងរាប់កន្លែងនេះគឺជា swing low ដោយសារអីដោយសារតែតម្លៃទីផ្សារគឺវាបន្តលក្ខណៈថាចុះមកក្រោមពីអា swing high នេះវាចុះមករហូតទៅវាបញ្ចប់កន្លែងនេះគឺយើងហៅថាជា swing low ចឹងដល់ពេលដែលវាបង្កើតជា swing low ប្រកាសណាស់គឺវានឹងបង្កើតជាមួយនឹង swing ថ្មីមួយទៀតចឹងតែកាលណាវាបង្កើតជាមួយនឹង swing ថ្មីមួយទៀតតម្លៃទីផ្សារគឺវាឡើងចុះហើយចឹងវាធ្វើការផ្លាស់ប្ដូរទៅជាមួយ direction របស់វាគឺវាទៅលើម្ដងចឹងនៅពេលដែលវាបង្កើតជាមួយនឹង swing low ហើយតម្លៃទីផ្សារវាឡើងដល់ចំណុចនេះនៅពេលដែល candlestick វាកំពុង run វាកំពុងដើរនាទីរបស់វាគឺយើងអត់អាចរាប់កន្លែងនេះជា swing high បានទេហេតុអីគឺដោយសារតែ direction របស់ទីផ្សារឬក៏លំហូររបស់ទីផ្សារហ្នឹងវាកំពុងតែបុកឡើងថ្លៃខ្លាំងចឹងដូចខ្ញុំនិយាយចឹងនេះswing អត់ទាន់បញ្ចប់ទេព្រោះស្អីកម្លាំងបុកឡើងគឺវានៅតែបន្តឡើងវាអាចបញ្ចប់លុះត្រាតែវាបង្កើតជាមួយនឹង candle bearish ច្រើនមកដល់តំនេះមកនេះវាបញ្ចប់តំនឹងកន្លែងនេះគឺជា swing high បើសិនបើក្នុងកណិតថាលំហូរឡើងគឺវាបញ្ចប់ជាមួយនឹង swing របស់វាចុះទៅជាមួយលំហូរ down trend ឬក៏លំហូរចុះគឺវាដូចគ្នាទៅនឹងលំហូរឡើងដែរទេគ្រាន់ថាគ្នាយើងមើលទៅវាចាប់ដើមពីលើមកម្ដងវាចាប់ដើមពី swing high ចុះតែកាលណាវាចាប់ដើមពី swing high direction ទីផ្សាររបស់វាគឺបានចុះចឹងដល់ពេលដែលវាចុះបញ្ចប់ជាមួយនឹង swing របស់វាបង្កើតជាមួយនឹង swing low ហើយពេលដែលវាបញ្ចប់ជាមួយនឹង swing low គឺវាឡើងទៅវិញដល់ចំណុចមួយគឺវាបានបង្កើតជាមួយនឹង swing high ដោយសារអីដោយសារតែតម្រងឡើង candle ឡើងមួយនេះគឺវាអស់ជាមួយនឹងឥទ្ធិពលនៃការឡើងចឹងតែកាលណាវាអស់ឥទ្ធិពលនៃការឡើងគឺវាបង្កើតជាមួយនឹងមក swing ទៅក្រោមទៀតដល់ពេលដល់កន្លែងនេះគឺយើងអាចរាប់កន្លែងនេះទៅជា swing low បានទេដោយសារតែ swing នេះគឺអត់តន់បញ្ចប់ជាមួយនឹងកម្លាំងដែលវាបុកចុះខ្លាំងអញ្ចឹងតែកាលណាវាកំពុងតែបុកចុះខ្លាំងគឺយើងអាចរាប់វាជា swing បានទេកន្លែងនេះអត់តន់អាចរាប់វាជា swing low បានទេគឺ swing របស់វាគឺពុទ្ធតែ ongoing swing របស់វាកំពុងតែបន្តដំណើរការចុះទៅក្រោមលុះត្រាតែដូចខ្ញុំនិយាយមកអញ្ចឹងលុះត្រាតែវាបង្កើតជាមួយនឹង candle buy ឬក៏បញ្ចប់ជាមួយនឹង swing ចុះរបស់វាទៅកន្លែងនេះគឺយើងហៅវាថាគឺជា swing lowចុះទៅជាមួយ swing នេះគឺវាជួយយើងច្រើនមែនតើនៅក្នុងការ identify ទៅជាមួយលំហូរ up trend ឬក៏ down trend ឬក៏ទីផ្សារគឺវាអាចនឹងបន្តឡើងទៅលើឬក៏វាបន្តចុះទៅក្រោមឬក៏វាផ្លាស់ប្ដូរជាមួយនឹងតម្រងទីផ្សារអញ្ចឹងគ្នាយើងគួរតែចេះតតជាមួយនឹង swing នេះសិនទៅអញ្ចឹងនៅវីដេអូក្រោយគឺខ្ញុំត្រូវការបញ្យល់អ្នកនរគ្នាតតជាមួយនឹង market structure ម្ដងដែលវាមានដូចជា breakout structure ឬក៏ chain of character ហ្នឹងដើម្បីយើងដឹងថាតម្លៃទីផ្សារគឺវាបន្តឡើងទៅលើឬក៏វាបន្តចុះទៅក្រោមព្រោះសារមានទាំងអស់ហ្នឹងគឺទាមទារឲ្យយើងយល់យើងចេះតតជាមួយនឹង market trend ជាមួយនឹង swing ចុះឥឡូវនេះគឺខ្ញុំចង់ add បន្តិចតតជាមួយនឹងការ walk through ជាមួយនឹងទីផ្សារឲ្យយើងអាចយល់ឲ្យយើងអាចដឹងយើងមើលទៅលើ direction របស់ទីផ្សារតើកន្លែងណាគឺជា swing low ឬក៏ swing high ឬក៏មក swing នៃលំហូរទីផ្សាររបស់វាចាក់ស្ដែងអញ្ចឹងឥឡូវនេះគឺខ្ញុំយកវាពីលើនេះមកចុះអញ្ចឹងឥឡូវគ្នាយើងឃើញវាបង្កើតជាមួយនឹង high មួយដែលខ្ពស់តើអញ្ចឹងតម្លៃទីផ្សារវាបែរចុះមកឡើយនេះវាចុះដល់ខាងក្រោមនេះដូចគ្នាយើងឃើញអញ្ចឹងតែកាលណាវាចុះដល់ឡើយហ្នឹងអញ្ចឹងឡើយនេះគឺជា swing high កន្លែងនេះយើងរាប់វាជា swing low អញ្ចឹងដល់ពេលដែលវាអស់ swing high វាឡើងទៅលើវិញអញ្ចឹងកន្លែងនេះគឺយើងវាស់វាជា swing high មួយទៀត swing high នេះគឺមក swing របស់វាអានេះក៏មក swing របស់វាដែរអញ្ចឹងដល់ពេលបង្កើតជាមួយនឹង swing high ឡើយនេះវាបាក់កចុះទៅក្រោមអញ្ចឹងកន្លែងនេះគឺជា swing low ហើយមក flow ឬក៏មក swing នេះគឺយើងហៅថាជា swing ថ្មីមួយទៀតអញ្ចឹងវាបញ្ចប់ swing របស់វាឡើយហ្នឹងហើយវាបង្កើតជា swing low ឯនេះវាបង្កើតជាឡើងទៅលើទីរៃតាអញ្ចឹងយើងអាចវាស់កន្លែងនេះក៏បានដែរតែដោយសារតែនេះវាទូចពេកអញ្ចឹងនៅវីដេអូក្រោយៗគឺខ្ញុំទៅកាប់វីដេអូអ្នកនេះតទៅជាមួយនឹង internal ជាមួយនឹង external swing ឬក៏ internal ឬក៏ external structure ចុះអានេះគឺវាសំខាន់ខ្លាំងមែនតើអញ្ចឹងគ្នាយើងគួរតែតាមដានទៅជាមួយនឹងមេរៀនរបស់ខ្ញុំឲ្យជាប់ subscribe ហើយ like ទៅព្រោះដោយសារវីដេអូរបស់ខ្ញុំធ្វើទៅជាបន្តជាភាគឲ្យគ្នាយើងបានរៀនអញ្ចឹងនៅពេលដែលវាឡើងមកដល់លើនេះគឺយើងហៅថា swing low ហើយនេះគឺជា swing high ឲ្យវាបញ្ចប់ swing របស់វាទៅហើយវាចុះមកក្រោមទៀត
ដល់ប្រព័ន្ធណាគឺយើងហៅថាជា swing low អានេះគឺជា swing high អានេះគឺមក swing របស់វាហើយបន្ទាប់មកផ្សារគឺវាបានឡើងថ្លៃរហូតដល់កន្លែងនេះគឺកន្លែងនេះគឺបង្កើតជា swing high មួយទៀតបន្ទាប់មកផ្សារវាបាក់កមកក្រោមកន្លែងនេះគឺជា swing low ចឹងផ្សារគឺវាតែងតែបង្កើតជាមួយនឹង swing ឬក៏ structure របស់វាទាំងអស់ហ្នឹងហើយចឹងគ្នាយើងគួរតែយល់គួរដឹងទៅជាមួយចំណុច basic នេះសិនចឹងនៅពេលដែលវីដេអូក្រោយគឺខ្ញុំធ្វើការបញ្យល់អ្នកគ្នាទៅជាមួយនឹង market structure full យកមកឲ្យគ្នាយើងបានងាយស្រួលក្នុងការយល់ចឹងខ្ញុំចង់ add បន្ថែមទៀតនៅកន្លែងផ្សេងៗទៀតកុំឲ្យថាគ្នាយើងមើលតែប៉ុណ្្នឹងទៅកុំឲ្យថាមាន box ស៊ូតិចចឹងយើងចូលមកកន្លែងនេះម្ដងនេះគឺយើងចាប់ដើមពីចំណុច low ទៅម្ដងចំណុច low វាឡើងទៅ high ដល់កន្លែងនេះគេហៅមក swing របស់វាកន្លែងនេះមក swing របស់វាកន្លែងនេះគឺយើងហៅថាជា swing low swing high កន្លែងនេះ swing low swing high កន្លែងនេះ swing high swing low វាស់វាឡើងទៅរហូតទៅលំហូរដល់វាបញ្ចប់ជាមួយនឹង swing របស់វាកន្លែងនេះគឺយើងអត់រាប់ទេដោយសារតែវាមិនមែនជាការបាក់កទៅក្របជានេះវាគ្រាន់តែ sideways ឬក៏វាគ្រាន់តែម្ដុំទេទូទៅពីច្រើនគឺយើងវាស់វាដល់លើនេះហ្មង swing low swing high ឃើញអត់ចឹងគ្នាយើងធ្វើការរៀនវាស់ swing ទៅវិញទៅមកទៅឲ្យគ្នាយើងយល់ឲ្យគ្នាយើងដឹងរបៀបនៃការចាប់ swing ចឹងខ្ញុំសង្ឃឹមថាគ្នានឹងចេះគ្នានឹងយល់ព្រោះសារនេះវាគ្រាន់តែជា main basic ឯងគ្នាយើងត្រូវរៀនឲ្យចេះមួយທາງគ្រឹះសិនចឹងនៅវីដេអូក្រោយៗគឺខ្ញុំធ្វើការបញ្យល់អ្នកគ្នាទៅជាមួយនឹងមេរៀនបន្តទៀតចឹងកុំភ្លេច like subscribe ផងដើម្បីតាមដានទៅជាមួយនឹងមេរៀនរបស់ខ្ញុំចឹងវីដេអូនេះមានប៉ុណ្ណឹងហើយជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ